តោះបងប្អូនថ្ងៃចុងសប្តាហ៍នឹងទៅត្រូវទៅណាមែនអត់ហើយចង់ហូលកន្លែងដើរលេងកម្សាន្តបែបស្ងៀមស្ងាត់បែបសូឡូមកក៏ទៅធ្លាក់មួយកន្លែងហ្នឹងគឺត្រូវតែម្ដងហើយទឹកធ្លាក់មួយកន្លែងហ្នឹងក៏ជាលើកទី1សម្រាប់ខ្ញុំផងដែរជុំរៀបសួរបងប្អូនទាំងអស់គ្នានៃជីវភាពពេលព្រឹកនៅខាងជើងភ្នំជ្រាវយើងហ្នឹងឯងនិយាយពីថាទេសភាពស្អាតយកតែមែនតែនបងប្អូនបើសិនជាបានឃើញនៅផ្ទាល់ទៀតរឹតតែស្អាតថែមទៀតហើយនេះជាសកម្មភាពធ្វើអាហារញ៉ាំពេលព្រឹកជុំគ្នាមួយក៏ពួកខ្ញុំរៀបចំចេញដំណើរទៅលេងទឹកធ្លាក់នឹងតែម្ដងហើយទឹកធ្លាក់មួយកន្លែងហ្នឹងបងប្អូនគឺផ្លូវទៅជាមួយទឹកធ្លាក់ជ្រាវយើងពេកតែបងប្អូនជិះមកត្រង់ឃើញស្លាកគេដាក់ក្នុងឆ្វេងដៃទឹកធ្លាក់ជ្រាវហ្នឹងប៉ុន្តែបងប្អូនអត់ទៅត្រង់នេះគឺបងប្អូនត្រូវតែបត់តាមដៃព្រោះដោយសារមានផ្លូវបត់ទល់មុខនឹងស្លាកហ្នឹងណាជិះមកត្រង់រហូតប្រហែល1គីឡូដីបងប្អូនឃើញខ្លោងពីទឹកធ្លាក់អូតង់ហើយសម្រាប់ផ្លូវទៅទឹកធ្លាក់អូតង់ហ្នឹងក៏មិនសូវជាពិបាកណាស់ដែរបងប្អូនទាំងអស់គ្នាសំខាន់ណាស់ពេលដែលយើងជិះម៉ូតូមកនិយាយថាទេសភាពតាមដងផ្លូវគឺស្អាតវាតែមែនតើបងប្អូនអត់អាចនិយាយថាបានណាបើបងប្អូនឃើញផ្ទាល់ទៀតណារត់តែស្អាតតែម្ដងដកចិត្តមិនរួចទេបានទៅហើយគឺចង់ទៅទៀតសម្រាប់ផ្លូវដែលយើងធ្វើដំណើរហ្នឹងវារៀងពិបាកតិចតួចដែរដោយសារមានឆ្នាំការកង់ឡានការគោលយើងអីអញ្ចឹងក៏កន្លែងខ្លះដែលយើងត្រូវចុះដើរចុះអីតិចតួចអញ្ចឹងឯងបងប្អូនអើយនឹងបងមុននេះយើងបោះតង់នៅកន្លែងបងនៅក្នុងខោយើងដើរលេងហ្នឹងអីគេនៅអូតង់ខ្ញុំមិនដែរមកហើយបងតែលើកទី1ហ្នឹងចុះនិយាយថាទេសភាពស្អាតមែនទែនព្រោះតែផ្លូវយើងរៀងដោយសារភ្លៀងច្រើនពេកអញ្ចឹងរៀងនេះរៀងហូរដីអស់អញ្ចឹងរៀងមានថ្មតែអត់ជាបញ្ហាយើងធ្វើដំណើរមកដល់វាអត់ពិបាកណាស់ណាបងលើពួកខ្ញុំក៏បានម្ដងកន្លែងផ្ញើម៉ូតូមុននឹងបងឡើងទៅទឹកធ្លាក់អូតង់បងត្រូវតែផ្ញើម៉ូតូនៅខាងក្រោមសិនម៉ូតូមួយសបុតអស់តែ2000រៀលទេបងហើយនេះក៏បងអូនដែលគាត់ម្ដងមុនគាត់ចាំពួកខ្ញុំមកដើម្បីឡើងទៅកាន់ទឹកធ្លាក់អូតង់ទាំងអស់គ្នាអញ្ចឹងណាហើយសម្រាប់កន្លែងគាត់ក៏មានជាម្ហូបកំងដែរបងបើចង់មកចង់កំងហូបគាត់ទុកឲ្យហើយក៏បានឬក៏បងចង់ជួលជាតង់ក៏បានដែរសម្រាប់តម្លៃវិញគឺធូរថ្លៃមែនតែនសម្រាប់ផ្លូវដើរឡើងទៅកាន់ទឹកធ្លាក់អូតង់យើងហ្នឹងបងប្អូនក៏មិនជាឆ្ងាយណាស់ណាដែរចម្ងាយខ្ទង់តែ400ម៉ែត្រអីទេគឺយើងដើរទៅដល់ហើយបើយើងដើរតាមផ្លូវវិញណាគឺមានទឹកធ្លាក់ទូចនៅនឹងមាត់ផ្លូវនឹងនិយាយពីថាស្អាតតែមែនតែនហ្មងបងប្អូនសម្រាប់ផ្លូវគឺយើងដើរឡើងទៅហ្នឹងក៏មិនសូវជាពិបាកណាស់ណាដែរគ្រាន់តែមានចោលតិចតួចតែអ្វីដែលសំខាន់ណាគឺយើងទៅដល់គឺទេសភាពស្អាតខ្លាំងហ្មងបូកផ្សំនឹងទឹកធ្លាក់យើងធ្លាក់មកបន្តិចសឹមណាបើសិនជាបងអូនចង់ទៅលេងឬក៏រកកន្លែងណាដែលស្ងៀមស្ងាត់ទឹកធ្លាក់អូតង់ហ្នឹងហើយនិយាយពីថាទៅគឺត្រូវកន្លែងតែម្ដងឃើញពួកខ្ញុំទៅគ្នាច្រើនអញ្ចឹងមិនមែនអីទេដោយសារយើងមានកម្មវិធីត្រូវជួបជុំមួយឆ្នាំអញ្ចឹងបើយើងត្រូវជួបជុំម្ដងតែបើសិនជាបងប្អូនចង់ទៅកន្លែងស្ងប់ស្ងាត់គឺត្រូវហើយទឹកធ្លាក់អូតង់ហ្នឹងហើយសម្រាប់ទឹកធ្លាក់ហ្នឹងក៏មិនជ្រៅណាស់ណាដែរបងប្អូនគឺយើងលេងមកល្មមហើយបើវិចអាចជាក់ទៅត្រាំមកកន្លែងទឹករាក់ហូរមកពីលើហ្នឹងនិយាយពីថាត្រូវតែម្ដងហើយជាចុងក្រោយនេះបងប្អូនកុំភ្លេចជួយ like share follow page ដាក់ឥតលហេតុរបស់នាងខ្ញុំម្នាក់មួយផងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត